សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានតាក់ទងទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃប៉ុន្តែលើកនេះគឺជាព័ត៌មានអន្តរជាតិបាទមហាអំណាចចិនប្រកាសបដិញ្ញាជំរុញឲ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃហើយចូលតុចរចាដើម្បីស្វែងរកសន្តិភាពបាទផ្សាយចេញពីទីក្រុងប៉េកាំងប្រទេសចិនសង្ឃឹមថាកម្ពុជានិងថៃនឹងអនុវត្តការអត់ធ្មត់ជាអតិបរមាហើយចាត់វិធានការទាំងអស់ដែលនាំដល់ការបញ្ឈប់ការប្រយុទ្ធគ្នានិងបន្ថយភាពតានតឹងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននេះបើតាមយោងទៅតាមពាក្យសម្ដីក្រសួងការបរទេសចិនលោកគួរចៃគុននៅថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025លោកគួរចៃគុនបានបន្ថែមថាចិននឹងបន្តដោយមើលលើឆន្ទៈរបស់ប្រទេសភាគីទាំងពីរក្នុងការធ្វើឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនឹងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំមកនៅបទច្បាញ់និងការស្ដារឡើងវិញនៅសន្តិភាពរវាងប្រទេសទាំងពីរបាទហើយសូម្បីតែលោកពូសយសុភាពដែលអ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ហើយគាត់ទៅជាអ្នកសារព័ត៌មានមួយដែលល្បីខណៈពេលសង្គ្រាមដែលមានកើតឡើងរវាងខ្មែរថៃហ្នឹងគឺគាត់អ្នកយកព័ត៌មានមួយដែលល្បីនៅតាមបណ្ដាព្រំដែនហ្នឹងឥឡូវគាត់បានទៅដល់សៀមរាបហើយគាត់បានបង្ហោះនៅវីដេអូមួយតាក់ទងនឹងថាសង្គ្រាមនឹងចប់ដោយសារតែមានមហាអំណាចចេញមុខមកដោះស្រាយហើយអញ្ចឹងជាក់ស្ដែងបញ្ហាទាំងអស់ហ្នឹងនឹងទៅជាយ៉ាងណាក៏យើងមិនទាន់ដឹងដែរមានតែចាំមើលទាំងអស់គ្នាទេបាទហើយព័ត៌មានទី2ដែលខ្ញុំសូមលើកមកជម្រាបគឺនៅប្រទេសថៃទីក្រុងបាងកកក្រសួងការបរទេសថៃនៅថ្ងៃច័ន្ទទី15ខែធ្នូបានបង្ហាញនៅលក្ខខណ្ឌចំនួន3សម្រាប់បទឈប់បាញ់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនេះបន្តការចេញផ្សាយដោយសារព័ត៌មានថៃ The Nation ថ្ងៃទី15ខែធ្នូឆ្នាំ2025លោកនីក្រនដៃបានឡានគូរ៉ាអ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយថាថៃបានកំណត់លក្ខខណ្ឌមួយចំនួនដូចខាងក្រោម 1. កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន 2. បទឈប់បាញ់ធ្វើឡើងដោយអនុវត្តជាក់ស្ដែង 3. កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដនិងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីនខ្ញុំបាទក៏សូមជូននៅព័ត៌មានសង្ខេបដោយគិតត្រឹមម៉ោង 9:30 នាទីយប់នេះសភាពការនៅតាមសមរភូមិជួរមុខតាមបន្ទាត់ព្រំដែនមានភាពស្ងប់ស្ងាត់ឡើងវិញបាទយើងឃើញថាមានភាពលក្ខណៈល្អប្រសើរក៏ដូចជាលែងឃើញមានបញ្ហាតានតឹងទៅហើយប៉ុន្តែយ៉ាងណាក្តីចំពោះការដាក់សម្ពាធដោយបាញ់ស្រោចជាបន្តបន្ទាប់របស់យោធាថៃក៏មិនអាចធ្វើអីកងកម្លាំងកម្ពុជាយើងបានទេព្រោះកម្លាំងកម្ពុជារបស់យើងនៅបន្តឈរជើងយ៉ាងរឹងមាំបំផុតព្រមទាំងធ្វើការបាញ់តបទៅវិញយ៉ាងចាស់ដៃផងដែរដើម្បីការពារដែនដីអធិបតេយ្យភាពការរំលោភបំពានឈ្លានពានរបស់ភាគីថៃបាទអញ្ចឹងទោះបីស្ងប់ស្ងាត់ក៏មិនឃើញមានការវាយចូលមកយ៉ាងណាក្តីក៏កងកម្លាំងរបស់យើងនៅតែបន្តឈរជើងការពារនៅតាមបណ្ដោយព្រំដែននោះដដែលបាទអញ្ចឹងពីខ្ញុំបាទក៏មានតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា